ជ្រាបទឹកភ្លោះតាមមានបញ្ហាឬក៏អត់ទីរក់នៅក្នុងផ្ទៃគឺនៅក្នុងស្រោមទឹកភ្លោះស្រោមហ្នឹងគឺជារបងការពារគាត់វាមាន2ស្រទាប់អញ្ចឹងនៅពេលណាដែលវាជ្រាបមានន័យថាស្រោមហ្នឹងគឺវាប្រេះអញ្ចឹងពេលដែលប្រេះម៉ាក់នឹងអាចមានអារម្មណ៍ថាពេលអង្គុយដូរពោស្យងចុះឡើងអញ្ចឹងសាប់មានអីគេក្តៅអ៊ុនដូចទឹកអីមកប្រហែលមកពេញអាកោឬក៏ពេលខ្លះម៉ាក់ដើរទៅមានទឹកហូរមករក់តាមជើងនឹងរហូតដល់កែងជើងអញ្ចឹងមានន័យថាស្រោមទឹកភ្លោះយើងប្រេះហើយបើសិនជាវាបែកគឺវាបែកខ្ចាយដូចយើងចាក់ទឹកមកផ្តិលឬក៏មកកែវនឹងចេញមកក្រៅអញ្ចឹងអាហ្នឹងម៉ាក់ទាំងអស់គ្នាប្រកាសជាភ័យរត់ជើង3ជើង4ទៅពេទ្យតែអាចជ្រាបម៉ាក់ខ្លះគិតថាមិនអីទេគ្រាន់តែជ្រាបតិចតួចមិនអីទេអត់ទៅពេទ្យអត់បានទេអូនត្រូវតែទៅពីព្រោះនៅពេលដែលយើងជ្រាបទឹកភ្លោះនេះស្រោមយើងវាប្រេះនឹងវាអាចមានឱកាសនាំមេរោគទៅធ្វើឲ្យកូនយើងនឹងទទួលមេរោគផ្សេងៗដែលគេហៅថា infection ហើយស្បូនរបស់ម៉ាក់ក៏អាចមានការរលាកដែលគេហៅថា chorioamnionitis នោះអូននឹងមានរឿងកាន់តែធំកាន់តែធ្ងន់ធ្ងរកាលណាយើងបែកទឹកភ្លោះឬក៏ជ្រាបទឹកភ្លោះនៅសប្តាហ៍ចាប់ពី37ឡើងទៅអានឹងអត់សូវបារម្ភទេអូនទៅពេទ្យទៅពេទ្យគាត់នឹងពិចារណាថាតើយើងត្រូវសម្រាលក្នុងរបៀបណាផ្លូវណាវិធីណាតែបើសិនជាយើងបែកទឹកភ្លោះផ្ទៃពោះនៅក្រោម37អាយុផ្ទៃពោះកាន់តែតិចគឺក្តីបារម្ភកាន់តែខ្លាំងបើសិនជាវាគ្រាន់តែជ្រាបហើយយើងសម្រាកទៅវាជិតមកវិញអានឹងអូខេតែពេលខ្លះវាបែកតែម្ដងអានឹងវាត្រូវតែសម្រាលជាងបើសម្រាលអាយុផ្ទៃពោះនៅតូចពេកតូចខ្លាំងកូនយើងខ្ចីខ្លាំងគាត់អាចប្រឈមនឹងមានវិបត្តិនៅសរីរៈផ្សេងៗរបស់គាត់ដែលវាអត់ទាន់ទុំល្អហ្នឹងគាត់នឹងជួបរឿងរ៉ាវជាច្រើនដូច្នេះសរុបឲ្យខ្លីត្រឡប់មកវិញមិនថាជ្រាបទឹកភ្លោះហូរតិចឬក៏មិនថាបែកទឹកភ្លោះមកច្រើនក៏អ្នកទាំងអស់គ្នាត្រូវតែទៅពេទ្យដូចគ្នាពីព្រោះគឺយើងប្រឈមនឹងបញ្ហាទាំងម៉ាមីនិងបេប៊ីដូចគ្នាទាំងអស់ណាជូនពរសុខសប្បាយទាំងអស់គ្នា